បន្ទាប់មកដល់ភាគនេះពួកគេក៏ទទួលបានដៃរបស់ខីសនប៉ុន្តែការប្រយុទ្ធមួយនេះពិតជាធ្វើឲ្យអារ៉ារ៉ាគីពិតជាឆ្ងល់ខ្លាំងមែនទែនហើយអ្វីក៏គេអាចយកឈ្នះអ្នកកម្ចាត់បិសាចដ៏សាហាវឃោឃៅទាំង3នាក់នោះយ៉ាងងាយស្រួលដូចនោះមកពីពួកគេខ្សោយឬក៏មកពីគេខ្លាំងហើយគេក៏ឆ្ងល់ទៀតប្រសិនបើគេអាចយកឈ្នះអ្នកកម្ចាត់បិសាចទាំង3នាក់នោះយ៉ាងស្រួលដូចនេះចុះហេតុអ្វីបានជាខីសនដែលជាបិសាចជញ្ជូឈាមដ៏សាហាវឃោឃៅបែរជាចាញ់ក្រោមដៃរបស់ពួកគេទៅវិញវាជារឿងដ៏ចម្លែកខ្លាំងមែនទែនដែលគេស្មានមិនដល់នោះឡើយហើយពេលនេះសាច់រឿងក៏បានស្រាយចម្ងល់ទៅកាន់អ្នកទាំងអស់គ្នាតាមពិតទៅនៅពេលដែលពួកគេអាចប្លន់យកវេជ្ជវៈរបស់ខីសតបានគឺដោយសារតែពេលនោះខីសតគឺបានបាត់បេះដូងបាត់ទៅហើយដោយសារតែអូស៊ីណូគឺបានលួចបេះដូងរបស់ខីសនដោយមិនឲ្យនាងបានដឹងនោះទេហើយរឿងទាំងអស់នេះវាពិតជាធ្វើឲ្យអារ៉ារ៉ាគីពិតជាភ្ញាក់ផ្អើលមែនទែនតែយ៉ាងណាមិញគាត់ក៏បានប្រកល់បេះដូងមួយនេះឲ្យទៅកាន់អារ៉ាកាគីដើម្បីប្រកល់ឲ្យទៅកាន់ខីសតវិញហើយការដែលគាត់បានលួចបេះដូងរបស់ខីសនវាធ្វើឲ្យគាត់មានអារម្មណ៍ថាពិតជាខុសខ្លាំងមែនទែនហើយការដែលខីសតប្រយុទ្ធចាញ់ពួកគេទាំង3នាក់នោះគឺដោយសារតែនាងគ្មានបេះដូងនៅក្នុងខ្លួនអវយវៈរបស់នាងក៏ត្រូវបានពួកគេអាចដកចេញបានក្រោយពីអូស៊ីណូបានប្រកល់បេះដូងឲ្យទៅកាន់អារ៉ាកាគីហើយគេក៏បានដើរចាចេញទៅហើយចំពោះលុយដែលអារ៉ាកាគីបានចម្ពាក់ទៅកាន់អូស៊ីណូនោះអូស៊ីណូគឺបានលុបចោលទាំងអស់ហើយមុននឹងអូស៊ីណូចាចេញទៅអារ៉ាកាគីគេក៏បានសួរទៅកាន់អូស៊ីណូជាលើកចុងក្រោយថាហេតុអ្វីបានជាពីសប្តាហ៍មុននេះបន្ទាប់ពីគេបានខ្លាចទៅជាបិសាចជញ្ជក់ឈាមគេមិនមានអារម្មណ៍ថាឃ្លានអាហារអញ្ចឹងប៉ុន្តែពេលនោះអូស៊ីណូគេមិនបាននិយាយអ្វីនោះទេគេក៏បាននិយាយប្រេះផ្ដាំទៅកាន់អារ៉ាកាគីឲ្យអារ៉ាកាគីប្រយ័ត្នប្រយែងបន្តិចទៅនៅពេលដែលគេបានជួបប្រទះជាមួយនឹងបិសាចជញ្ជក់ឈាមហើយគេងាយនឹងអាចជួបបិសាចផ្សេងទៀតដោយឡែកអេខីសតពេលនេះនាងទទួលបានអវយវៈរបស់នាងទាំងអស់មកវិញនាងពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយចំពោះរឿងដែលអូស៊ីណូបានលួចបេះដូងរបស់នាងយកទៅនោះគឺនាងមិនបានខឹងស្អប់នឹងគេនោះឡើយហើយពេលនេះអារ៉ាកាគីគេក៏បានសួរទៅកាន់ខីសនថាពេលណាខីសតបំលែងរូបរាងកាយរបស់គេខ្លាចទៅជាមនុស្សវិញខីសតគេក៏បានប្រាប់ទៅកាន់អារ៉ាកាគីថាមិនបាច់បារម្ភទេរឿងហ្នឹងនាងនឹងបំលែងគេខ្លាចទៅជាមនុស្សវិញប៉ុន្តែមុននឹងនាងបំលែងអារ៉ារ៉ាគីខ្លាចទៅជាមនុស្សវិញនាងក៏បាននិយាយរឿងរ៉ាវកាលពី500ឆ្នាំមុននៅពេលដែលនាងបានមកដល់ប្រទេសជប៉ុនដំបូងដែលកាលពី400ឆ្នាំមុននោះនាងក៏បានជួបជាមួយអ្នកកាន់សាមរ៉ាយម្នាក់ដែលជាអ្នកកម្ចាត់បិសាចដែលត្រូវនាងបឺតជញ្ជក់ឈាមរបស់គេហើយគេក៏បានប្រែខ្លាចដូចជាអារ៉ាកាគីឥឡូវនេះអញ្ចឹងដោយការមិនអាចទទួលយកអត្តសញ្ញាណថ្មីរបស់គេបានគេក៏បានធ្វើអត្តឃាតសម្រាប់ខ្លួនដោយស្លាប់នៅក្រោមពន្លឺព្រះអាទិត្យនៅពីមុខរបស់ខីសតតែម្ដងហើយដាវកម្ចាត់បិសាចរបស់គាត់គឺអាចសម្លាប់ខីសតបានប៉ុន្តែដោយសារតែគាត់មានមនោសញ្ចេតនាជាមួយនឹងខីសនគាត់មិនបានសម្លាប់ខីសននោះទេគាត់សុកចិត្តសម្លាប់ខ្លួនឯងហើយក្រោយពីគាត់ស្លាប់ទៅដាវរបស់គាត់ក៏បានធ្លាក់មកក្នុងដៃរបស់ខីសនហើយខីសតតែងតែរក្សាវាទុកនៅក្នុងដើមទ្រូងរបស់នាងនៅពេលដែលនាងនឹករលឹកដល់គាត់ម្ដងនាងតែងតែហែកទ្រូងខ្លួនឯងយកដាវនោះចេញមកនឹងហើយខីសតមុននឹងនាងបំលែងអារ៉ារ៉ាគីឲ្យខ្លាចទៅជាមនុស្សនាងក៏ចង់ជប់លៀងជាមួយនឹងគេឲ្យសប្បាយមិនទិញអារ៉ាគីគេក៏បានទៅទិញភេសជ្ជៈយ៉ាងច្រើនដើម្បីទៅជប់លៀងជាមួយនឹងខីសនគេដើរបណ្ដាក៏បាននឹកឃើញពីអនុស្សាវរីយ៍ជាច្រើនជាពិសេសនោះនៅពេលដែលខីសតនៅតូចនាងក៏បានប្រែរូបរាងធំម្ដងបន្តិចដែលវាគឺជាការចងចាំដ៏គួរឲ្យស្រឡាញ់របស់អារ៉ាគីប៉ុន្តែការចងចាំមួយនឹងក៏ត្រូវបានរលាយសូន្យឈឹងនៅពេលដែលគេបានទៅដល់គេក៏បានប្រទះឃើញថាអារ៉ាគីគឺកំពុងតែស៊ីសាកសមរបស់ខោឈើដែលធ្វើឲ្យពេលនោះអារ៉ាគីគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញខីសតស៊ីសាកសមរបស់ខោឈើដូច្នោះក្នុងចិត្តរបស់គេក៏បានគិតឡើងថាបិសាចជញ្ជក់ឈាមគឺនៅតែសាហាវហើយការដែលគេជួយខីសតយកអវយវៈរបស់នាងត្រឡប់មកវិញនេះវាជាកំហុសដ៏ធំខ្លាំងមែនទែនរបស់គេដែលអាចបិសាចជញ្ជក់ឈាមដ៏សាហាវមួយនេះរស់ឡើងវិញហើយខីសតនាងក៏មិនបានភ្ញាក់ផ្អើលនៅពេលដែលឃើញអារ៉ាគីបានឃើញទង្វើរបស់នាងដែរនាងធ្វើដូចជាធម្មតាអញ្ចឹងព្រោះបិសាចជញ្ជក់ឈាមគេបឺតឈាមរួមទាំងស៊ីមនុស្សដើម្បីរួមអញ្ចឹងហើយរឿងទាំងអស់នេះវាជារឿងធម្មតានោះទេប៉ុន្តែចំពោះអារ៉ាគីវិញគេមិនធម្មតានោះឡើយគេក្អួតរហូតនៅពេលដែលឃើញខីសតស៊ីសាកសមរបស់ខោឈើហើយប្រសិនបើគេទុកឲ្យខីសតនៅរួមបានណាខីសតគឺនឹងស៊ីមនុស្សជាច្រើនរួមទាំងមនុស្សដែលគេស្រឡាញ់ទៀតដូចជាហានេកាវ៉ាអញ្ចឹងនឹងត្រូវខីសតស៊ីនៅពេលណាមួយអញ្ចឹងហើយអារ៉ាគីគេក៏បានយករឿងទាំងអស់នេះប្រាប់ទៅកាន់ហានេកាវ៉ាគេនឹងត្រូវសម្លាប់ខីសនដើម្បីការពារមនុស្សជាតិទាំងអស់ដែលនៅលើពិភពលោកមួយនេះរួចអារ៉ាកាគីគេក៏បានមករកខីសនហើយមុននឹងគេប្រយុទ្ធជាមួយនឹងខីសតគេក៏បានសួរទៅកាន់ខីសតថាតើមនុស្សជាតិគឺជាអ្វីហើយពេលនោះខីសតនាងក៏បាននិយាយឡើងថាមនុស្សជាតិទាំងអស់នោះគឺជាអាហារដែលធ្វើឲ្យអារ៉ាកាគីពិតជាខឹងជាមួយនឹងខីសតមែនទែននៅពេលដែលដឹងថាខីសតទុកមនុស្សត្រឹមតែជាអាហាររបស់នាងចឹងហើយពួកគេទាំងពីរនាក់ក៏បានប្រយុទ្ធគ្នាដោយសារតែព
ពួកគេគឺជាបិសាចជញ្ជក់ឈាមហើយមានសមត្ថភាពដុសសាច់មកវិញទោះបីជាពួកគេវាយគ្នាយ៉ាងណាក៏ដោយក៏មើលទៅមិនដឹងចាញ់ហើយមិនដឹងឈ្នះដែរអញ្ចឹងហើយក៏មកមើលការប្រយុទ្ធរបស់ពួកគេទាំងពីរនាក់តែម្ដងទៅហើយនៅពេលនោះហាណេកាវ៉ានាងមានអារម្មណ៍ថាចម្លែកខ្លាំងមែនទែនបើមើលតាមសមត្ថភាពរបស់គីសតគឺអាចសម្លាប់អារ៉ាកាគីបានប៉ុន្តែមើលទៅគីសតគឺមិនចង់សម្លាប់អារ៉ាកាគីនោះទេនាងក៏បានរត់ទៅរកអារ៉ាកាគីដើម្បីនិយាយរឿងទាំងអស់នេះប៉ុន្តែស្រាប់តែពេលនោះគីសតក៏បានរៀបរៀងនាងដោយមើលទៅដូចជាគីសតគឺចង់សម្លាប់ហាណេកាវ៉ាអារ៉ាកាគីគេក៏បានរត់មកពាំងធ្វើឲ្យគេពេលនោះក៏បានខ្ទេចសាញ់ហើយដោយសារតែកំហឹងរបស់អារ៉ាកាគីក្បាលរបស់គេក៏បានខំករបស់គីសតជាប់នឹងបឺតជញ្ជក់ឈាមរបស់នាងស្ទើរតែទាំងអស់ទៅហើយរហូតដល់រូបរាងរបស់គីសតក៏បានប្រែទៅឡើងតូចហើយនាងក៏បានអារ៉ាកាគីបឺតជញ្ជក់ឈាមរបស់នាងពាក់កណ្ដាលទៀតទៅដើម្បីឲ្យនាងស្លាប់តែម្ដងហើយគេគឺនឹងអាចប្រែក្លាយទៅជាមនុស្សបានហើយគោលបំណងរបស់គីសតត្រូវបានហាណេកាវ៉ាបានដឹងដោយហាណេកាវ៉ានាងក៏បាននិយាយប្រាប់ទៅអារ៉ាកាគីថាគោលបំណងរបស់គីសតពិតប្រាកដនោះគឺចង់ឲ្យអារ៉ាកាគីសម្លាប់នាងចោលមានតែការសម្លាប់នាងនោះទេទើបអារ៉ាកាគីអាចប្រែក្លាយទៅជាមនុស្សវិញបានប៉ុន្តែយ៉ាងណាមិញគីសតនាងបាននិយាយបដិសេធហើយគំនិតរបស់នាងនៅតែបញ្ចូលឲ្យអារ៉ាកាគីសម្លាប់នាងដដែលនឹងហើយបន្ទាប់ពីអារ៉ាកាគីបានលើការរៀបរាប់របស់ហាណេកាវ៉ាហើយគេពិតជាមានអារម្មណ៍ថាតស្លុតខ្លាំងមែនទែនគេវិតែនឹងសម្លាប់គីសុនដោយដៃរបស់គេទាំងគូវាក៏ធ្វើឲ្យអារ៉ាគីគេស្រែកយំខ្លាំងមែនទែនហើយគេក៏មិនចង់ឲ្យគីសតស្លាប់ទៅដែររហូតដល់អារ៉ាគីគេក៏បានស្រែកហៅអូស៊ីណូព្រោះមានតែអូស៊ីណូម្នាក់តែប៉ុណ្ណឹងដែលដឹងថាតើគេគួរតែធ្វើបែបណាហើយអូស៊ីណូគេក៏បានលេចឡើងនៅទីនេះពិតមែនដូចជាអូស៊ីណូគេមិនបានទៅណាឆ្ងាយពីអារ៉ាកាគីនោះឡើយហើយអូស៊ីណូគេក៏បានប្រាប់វិធីមួយដើម្បីឲ្យគីសតនៅរស់បានហើយគីសតគឺមិនអាចមានធម៌ពលបឺតឈាមរបស់មនុស្សឬទៅស៊ីសាច់មនុស្សបាននោះទេប៉ុន្តែអារ៉ាកាគីក៏មិនអាចប្រែក្លាយទៅជាមនុស្សវិញបានដែរប៉ុន្តែគេក៏មិនមែនជាបិសាចជញ្ជក់ឈាមដូចគ្នាដែលអាចនិយាយបានថា 80% គឺជាមនុស្សហើយ 20% ទៀតគឺជាបិសាចចឹងហើយអារ៉ាកាគីគឺនៅឆ្ងាយពីបិសាចខ្លាំងមែនទែនដោយយូស៊ីណូបានឲ្យអារ៉ាគីបឺតជញ្ជក់ឈាមរបស់គីសតឲ្យអស់ពីខ្លួនរូបរាងរបស់គីសតក៏បានប្រែក្លាយទៅជាក្មេងស្រីតូចធម្មតាវិញដែលនាងគឺគ្មានសមត្ថភាពនឹងធម៌ពលដើម្បីស៊ីមនុស្សឬក៏បឺតជញ្ជក់ឈាមរបស់មនុស្សទៀតនោះទេប៉ុន្តែអារ៉ាគីគឺមានតួនាទីដើម្បីផ្ដល់ឈាមឲ្យនាងជារៀងរាល់ថ្ងៃដើម្បីឲ្យនាងបន្តជីវិតរបស់នាងបានព្រោះចាប់ពីពេលនេះតទៅពួកគេទាំងពីរនាងគឺមានខ្សែជីវិតតែមួយដូចគ្នាប្រសិនបើជាគីសតត្រូវស្លាប់អារ៉ាគីក៏ត្រូវស្លាប់ដែរហើយប្រសិនបើអារ៉ាគីស្លាប់គីសតក៏ត្រូវស្លាប់ដូចគ្នាចឹងហើយពួកគេទាំងពីរនាក់គឺមានខ្សែជីវិតតែមួយអញ្ចឹងហើយជារៀងរាល់ថ្ងៃនៅពេលដែលអារ៉ាគីចេញពីរៀនគេក៏បានមករកគីសុនដើម្បីផ្ដល់ឈាមឲ្យនាងហើយជីវិតមួយនេះគេក៏សប្បាយចិត្តនៅពេលដែលគេអាចជួយសង្គ្រោះជីវិតរបស់គីសតបានហើយអ្នកផ្សេងទៀតក៏គ្មានគ្រោះថ្នាក់ហើយរឿងរបស់យើងក៏ចប់ត្រឹមហ្នឹងអរគុណសម្រាប់ការទស្សនាបាយបាយ